3អ្នកខាងលើនេះគឺជាមិត្តភក្តិគ្នាតែគាត់ទាំង3ត្រូវបានជាប់ទោសនៅក្នុងគុករយៈពេល2ឆ្នាំដោយឡែកនៅក្នុងគុកនោះមានច្បាប់ចម្លែកមួយច្បាប់នោះគឺក្នុងចំណោមអ្នកទោសទាំងអស់គ្នាអ្នកទោសម្នាក់ៗអាចមានសិទ្ធិស្នើសុំរបស់អ្វីក៏បានដែរឲ្យតែតម្លៃក្រោម$1000នៅក្នុងគុកគេលយទៀតជាប់គុកហើយអាចស្នើសុំឲ្យបានទៀតហើយរំពេចនោះគ្រាន់តែលើភ្លាមអ្នកទោសទាំង3នាំគ្នាសោកសប្បាយចិត្តខ្លាំងមែនតើហ្មងបរិបទទី1ដែលជាជនជាតិចិនគាត់បានហាមាត់ស្នើមុនគេគាត់បានស្នើសុំបរិយាស៊ីហ្យាចំនួន20ប្រអប់បរិបទទី2ជាជនជាតិរុស្ស៊ីគិតមួយសន្ទុះរួចនិយាយថាខ្ញុំស្នើសុំឲ្យឆ្កែជាទីស្រឡាញ់របស់ខ្ញុំចូលមករស់នៅក្នុងគុកកំដរខ្ញុំហើយខ្ញុំនឹងមានរបស់ឲ្យវាស៊ីប្រតិបត្តិវិញដែលជាជនជាតិខេនយ៉ាគាត់បានញញឹមរួចនិយាយថាសម្រាប់ខ្ញុំស្នើសុំទូរស័ព្ទមួយគ្រឿងហើយទូរស័ព្ទមួយនោះអាចមានអ៊ីនធឺណិតលេងបានគ្រាន់តែលឺភ្លាមអង្គរៈឬក៏អ្នកទោសដែលនៅជិតគាត់ហ្នឹងនាំគ្នាសើចចំអកគាត់ថាគាត់ប្រហែលជាឈួតហើយប្រហែលជាញៀនចុចទូរស័ព្ទពេកបានស្នើសុំទូរស័ព្ទអីអញ្ចឹងណាតែគាត់អត់បានខ្វល់ពីការសើចចំអករបស់នរណាគេម្នាក់នោះទេបន្ទាប់ពីស្នើរួចពួកគាត់ក៏ត្រឡប់ចូលកន្លែងរៀងៗខ្លួន2ឆ្នាំកន្លងផុតទៅក៏ជាពេលដែលពួកគាត់ម្នាក់ចេញពីគុកដូចគ្នាបរិបទទី1ដែលជាជនជាតិចិនបានចេញមកមុនគេដោយភាពអស់សង្ឃឹមបាក់ទឹកចិត្តពេលដែលចេញទៅដល់ក្រៅបានស្រីលឺថាតើមាននរណាគេម្នាក់មានតែគេអត់ធ្វើស៊ីហ្គា20ប្រអប់ដែលគាត់បានស្នើកាលពី2ឆ្នាំមុនហ្នឹងគឺនៅទាំងអស់ដែលគាត់អត់បានប៉ះពាល់មកដើមទេព្រោះកាលនោះគាត់បានផ្លេចរឿងតូចមួយនោះគឺគាត់ស្នើសុំតែបរិយគាត់បានស្នើសុំតែគេទេអញ្ចឹងគាត់អត់មានតែគេគឺគាត់អាចជក់បរិយបាននោះទេមកបរិបទទី2ជនជាតិរុស្ស៊ីបានដើរចេញមកទាំងទឹកភ្នែកហូរការឈឺចាប់ពិបាកចិត្តព្រោះតែឆ្កែដែលកំដរគាត់រយៈពេល2ឆ្នាំនោះទើបតែស្លាប់បាត់បង់ជីវិតណែឯបរិបទទី3ជាជនជាតិខេនយ៉ាវិញដើរចេញមកទៅនុយអាវធំក្រសែយ៉ាងសង្ហាហើយមានភាពជឿជាក់ទៀតហើយក៏បានដើរឡើងឡានទំនើបមួយគ្រឿងម្នាក់ចំហមាត់នាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នាហ្មងពួកកំឡុងពេល2ឆ្នាំដែលគាត់នៅក្នុងគុកបរិបទទី1និងបរិបទទី2គាត់រវល់តែធ្វើតាមអ្វីដែលគាត់ចង់ធ្វើគាត់ធ្វើតែចំណង់ចំណូលចិត្តរបស់គាត់តែចំណែកបរិបទទី3វិញគាត់បានព្យាយាមប្រើអ៊ីនធឺណិតរៀងរាល់យប់រៀនពីវាផងស្វែងយល់ពីវាផងដើម្បីវិនិយោគហើយព្យាយាមធ្វើមិនខ្មិចរកលុយតាមអ៊ីនធឺណិតឲ្យបានច្រើនគាត់បានកែប្រែពេលវេលានៅក្នុងគុករបស់គាត់ឲ្យទៅជាពេលវេលាដែលមានតម្លៃអាចរកលុយបានយ៉ាងច្រើនព្រោះមនុស្សមួយចំនួនប្រើពេលវេលាជាច្រើនដើម្បីគេចវេះពីការពិតកំឡុងពេលដែលមនុស្សមួយចំនួនផ្សេងទៀតប្រើពេលវេលាដើម្បីកែប្រែអនាគតខ្លួនឯងអ្នកទាំងអស់គ្នារឿងមួយនេះក៏អប់រំបានល្អដែរគេចង់និយាយថាពេលវេលាជាមានប្រាក់ពេលវេលាគឺសំខាន់ខ្លាំងបំផុតឃើញគាត់នៅក្នុងគុកមែនប៉ុន្តែគាត់ចំណាយពេល2ឆ្នាំហ្នឹងដើម្បីកសាងអនាគតរបស់គាត់ឲ្យប្រសើរឡើងនៅពេលដែលគាត់ចាក់ចេញមកវិញគ្រាន់តែគាត់ចេញមកភ្លាមទំនួយក្រសែយ៉ាងសង្ហាហើយមានឡានទំនើបជិះទៀតអញ្ចឹងបានថាពេលវេលាសំខាន់ណាស់កុំចំណាយពេលវេលាខ្លួនឯងចោលអីអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានមើលរឿងមួយនេះហើយមិនច្រឡំបែបណាដែរចូលខមមិនខាងខមមិន